នេះបងប្អូនបងប្អូនស្គាល់ចេកនេះទេបងប្អូនតើជាចេកអ្វីបាទចេកនេះគឺប្រភេទចេកក្រមួនបាទបងប្អូនតែខ្ញុំកោះកូនបាទតែសុំប្អូនទេចេកនេះបាទយកមកធ្វើពូជហើយវាពេលយើងយកមកដាំយើងត្រូវកាត់ដើមរបស់វាបាទកាត់ទៅគឺដាំវាងាត់ទេបងប្អូនណាអញ្ចឹងវាក៏ដុះឡើងមកបែបនេះហើយបាទតែប៉ុណ្ណេះគឺដឹងតែកើតហើយតិចទៀតហ្នឹងក៏កើតទៅជាកូនទៅជាចៅអីបន្តទៀតហើយបងប្អូនបាទនឹងគឺជាប្រភេទចេកកមួនបាទហើយបន្តមើលទៅមើលចេកណាស្ងួនម្ដងបាទបងប្អូនបាទហើយនេះគឺចេកណាស្ងួនបាទចេកមួយប្រភេទនេះគឺជាចេកដែលងាយដាំបាទឆាប់បានផលហើយដើមវាធន់បាទដើមវាធន់ជាងប្រភេទចេកផ្សេងបាទយ៉ាងដើមវាធន់វាទ្រនឹងផ្លែរបស់វាបានយ៉ាងល្អបាទបើចេកពងមាន់បញ្ចូលដល់រដូវកាលនេះគឺវាងាយនឹងបាក់កបើមិនថាទឹកអត់គ្រប់គ្រាន់បាទតែចេកនេះគឺវាធន់ទឹកជាងបាទជាងប្រភេទចេកណាំវ៉ាចេកពងមាន់បាទអានេះដែលត្រូវទឹកទេពុកម៉ែបងប្អូនហើយយើងទៅមើលចេកណាំវ៉ាម្ដងអានេះគឺចេកណាស្ងួនហើយយើងទៅដឹងចេកណាំវ៉ាបាទបងប្អូននេះជាប្រភេទចេកណាំវ៉ាចូលមករដូវវស្សាគឺថារដូវប្រាំងគឺថាត្រុតត្រោមតែមែនតែនបាទត្រុតត្រោមបាទហើយយើងមើលភាពខុសគ្នាជាមួយនឹងចេកណាស្ងួនចេកណាស្ងួនគឺនៅស្រស់ញញឹមនៅឡើយវាខុសពីចេកណាំវ៉ាវារាំងត្រុតត្រោមបាទដល់យតិចទៀតយើងទៅមើលចេកពងមាន់ម្ដងបាទនេះគឺជាប្រភេទចេកពងមាន់បាទចេកពងមាន់បាទអានេះអត់សូវត្រូវទឹកបាទឥឡូវយើងមកមើលចេកម្ដើមដែលវានៅចិត្តនឹងបន្លាយទឹកឃើញថាវាល្អមែនតែនបាទអីតយងរបស់វាក៏វាធ្លាក់មកដែរនេះមានផ្លែមានតយងអីទៅមកអេមបាទហើយបើថាខែវស្សាគឺផ្លែធំបងប្អូនផ្លែថ្លោះបាទដោយសារដីវាល្អបាទដីក្រហមបាទហើយក្នុងចការរបស់ខ្ញុំគឺមានតែប្រភេទ4ប្រភេទនេះទេជែកបាទយ៉ាងចាំជួបគ្នានៅវីដេអូក្រោយទៀត